ក្នុងលិខិតផ្ញើទៅអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃចុះថ្ងៃទី10មិថុនាឆ្នាំ2025នេះក្រសួងមហាផ្ទៃបានលើកឡើងថាសភាពការនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃបានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញពិបាកប៉ាន់ស្មាននិងមានភាពផុយស្រួយដែលអាចឈានទៅដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធក្នុងស្ថានភាពដ៏ស្មុគស្មាញនេះក្រសួងមហាផ្ទៃបានប្រាប់ឲ្យអាជ្ញាធរតាមព្រំដែនជាមួយថៃត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋខ្មែរដែលកំពុងធ្វើការរកស៊ីនិងរស់នៅក្នុងទឹកដីថៃជាងនេះទៅទៀតអាជ្ញាធរតាមព្រំដែនត្រូវតែត្រៀមវិធានការជំនះពលរដ្ឋដែលកំពុងនៅប្រទេសថៃឲ្យវិលចូលក្នុងប្រទេសវិញក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែនតាមលិខិតក្រសួងមហាផ្ទៃដដែលអាជ្ញាធរខ្មែរតាមព្រំដែនក៏ត្រូវតែត្រៀមរៀបចំនិងបំរុងទុករួចជាមុននៅផែនការជំនះប្រជាពលរដ្ឋដែលត្រឡប់ចូលប្រទេសកម្ពុជាវិញនិងអ្នករស់នៅតាមតំបន់ព្រំដែនមិនថាក្នុងករណីផ្ទុះអាវុធឬមានការបិទច្រកទ្វារព្រំដែនក្នុងនោះត្រូវរៀបចំទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នមធ្យោបាយដឹកជញ្ជូនជួយសង្គ្រោះស្បៀងអាហារថ្នាំសង្កូវទឹកស្អាតនិងភ្លើងអគ្គិសនីឡាក់ក្នុងស្ថានភាពមិនច្បាស់លាស់នៅតាមបន្ទាត់ព្រំដែនខ្មែរថៃពេលនេះក្រសួងមហាផ្ទៃបានប្រាប់ឲ្យអភិបាលខេត្តជាប់ព្រំដែនជាមួយថៃត្រូវណែនាំកងកម្លាំងដែលឈរជើងនៅតាមបណ្ដោយព្រំដែនបន្តតាមដានទប់ស្កាត់និងកត់ត្រារាល់សកម្មភាពកក្លឿនជាឯកតោភាគីរបស់ថៃដែលនាំឲ្យប្រែប្រួលស្ថានភាពតំបន់ព្រំដែនដែលមានចែងនៅក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ទោះយ៉ាងណានឹងបើតាមក្រសួងមហាផ្ទៃកងកម្លាំងនិងអាជ្ញាធរខ្មែរទាំងអស់ត្រូវរក្សាទំនាក់ទំនងជាមួយកងកម្លាំងថៃក្នុងការរកដំណោះស្រាយដោយសន្តិវិធីនិងការអត់ធ្មត់ខ្ពស់បំផុតគួររំលឹកថាក្រោយព្រឹត្តិការណ៍ថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលទាហានថៃបានចូលបើកការបាញ់ប្រហារលើលែនដ្ឋានកងទ័ពកម្ពុជាបណ្ដាលឲ្យស្លាប់ទាហានខ្មែរម្នាក់យ៉ាងអាណោចអាធំនៅតំបន់មុំបីខេត្តព្រះវិហារមកចំនួនព្រំដែនកម្ពុជាថៃបានឡើងក្តៅខ្លាំងនិងឈានដល់ការបិទឬផ្លាស់ប្ដូរពេលវេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគីពីភាគីថៃចាប់ពីថ្ងៃទី7មិថុនាដោយគ្មានការជូនដំណឹងផ្លូវការមកភាគីកម្ពុជាឡើយបន្តមកក្នុងថ្ងៃទី8មិនិនារដ្ឋាភិបាលកម្ពុជាបានសម្រេចព្រមព្រៀងកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានចំនួនក្រោមហេតុផលបញ្ជាការប៉ះទង្គិចគ្នាដោយបង្ហូរឈាមក្នុងទ្រង់ទ្រាយធំការព្រមព្រៀងយ៉ាងដូចនេះត្រូវបានមតិសាធារណៈនិងក្រមជាតិនិយមខ្មែរខ្លះចាត់ទុកជាការលុតជង្គង់ឬការចោះញ៉មជាមួយភាគីថៃរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាទោះមានការកែសម្រួលកម្លាំងទ័ពនៅព្រំដែនថៃក៏កម្ពុជានៅតែបន្តប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងគ្មានការកែសម្រួលបន្ទាត់ព្រំដែនអ្វីទាំងអស់នៅយប់ថ្ងៃទី10មិថុនានេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើករណីតំបន់រសើបទាំង4គឺតំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីបើតាមសេចក្តីសម្រេចចុះថ្ងៃទី6មិថុនាលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសគឺជាប្រធានគណៈកម្មការនេះដែលមានអនុប្រធាន5រូបនិងសមាជិក9រូប